ណាមួយអ្នកនឹងដឹងថាពិភពលោករបស់អ្នកមិនបានបញ្ចប់ត្រឹមអាយុ18ឆ្នាំឡើយហើយក្នុងជីវិតក៏មិនមែនជារឿងដែលត្រូវយល់ដឹងឲ្យបានសពគ្រប់ក្នុងអំឡុងពេលវ័យ20ឆ្នាំរបស់អ្នកនោះដែរនៅអាយុ25ឆ្នាំអ្នកក៏នៅតែក្មេងខ្លាំងណាស់ហើយអ្នកទំនងជានឹងផ្លាស់ប្ដូរជីវិតរាប់មិនអស់អ្នកអាចនឹងផ្លាស់ប្ដូរការងារផ្លាស់ប្ដូរទីក្រុងរស់នៅផ្លាស់ប្ដូរមិត្តភ័ក្តិនិងផ្លាស់ប្ដូរក្តីសុបិនអ្នកអាចនឹងផ្លាស់ប្ដូរអាជីពនៅអាយុ28ឆ្នាំអ្នកអាចនឹងជួបមនុស្សដែលអ្នកស្រឡាញ់បំផុតនៅអាយុ35ឆ្នាំជំនួសឲ្យអាយុ25ឆ្នាំហើយមនុស្សម្នាក់នោះប្រហែលជាមិនមែនជាអ្នកដែលធ្លាប់គិតថានឹងរួមរស់ជាមួយគ្នាផងជីវិតតែងតែមានវិធីដ៏ចម្លែកក្នុងការធ្វើឲ្យយើងភ្ញាក់ផ្អើលអ្នកអាចនឹងទទួលបានការងារក្នុងក្តីសុបិននៅអាយុ40ឆ្នាំហើយនៅពេលនោះអ្នកនឹងមានអារម្មណ៍សប្បាយចិត្តខ្លាំងបំផុតដែលអ្នកមិនបោះបង់ការព្យាយាមចូលអនុញ្ញាតឲ្យជីវិតដឹកនាំអ្នកទៅចោះចូលចងចាំថាជីវិតមិនបានបញ្ចប់ត្រឹមអាយុ18ឆ្នាំនោះទេនៅមានពេលសម្រាប់លូតលាស់នៅមានពេលសម្រាប់ស្វែងយល់និងនៅមានពេលដើម្បីក្លាយជាមនុស្សម្នាក់ដែលអ្នកប្រាថ្នាចង់ក្លាយជាហើយសាច់រឿងរបស់អ្នកមិនទាន់បញ្ចប់ត្រឹមនេះនោះទេវានៅតែមានចម្ពោះថ្មីៗដ៏ស្រស់ស្អាត